បាទផ្ទះស្ដាំខ្លីៗអាយ៉ារ៉ូប៊ីនឌីយ៉ាលើកចូលហើយតែពីក្បាលអាយ៉ាតបល់យកតាមស្ដាំមួយជើងស្ដាំលើកចូលកັບមួយសិនអាយ៉ាទម្លាក់មកខាងក្រោមសុតឆ្វេង line up 11អ្នកដំបូងរបស់ Manchester City បាទចាញ់ហើយបងប្អូនណាអញ្ចឹងខ្ញុំជម្រាបតែម្ដង11អ្នកដំបូងរបស់ក្រុមសំពឹងមាស Manchester City តំបន់លេងគឺ4-2-3-1ក្រោមការដឹកនាំទូទៅរបស់ Pep Guardiola មានអ្នកចាំទី Edison Moraes ខ្សែការពារមាន Matheus Nunes Robin Dias Josko Gvardiol Nico Arelli កណ្ដាលគឺមាន Nico Gonzalez Ike Gundogan Savinho Jack Grealish Jeremy Doku និង Omar Ramos 11អ្នកដំបូងរបស់ក្រុមភ្ញៀវកញ្ជ្រោងខៀវបាទ Leicester City មានអ្នកចាំទីកីឡាករ Matt Hermansen បាក់ខ្សែការពារ Luke Thomas មាន Connor Kuyadi និងស្លាប់ Shane Woodwest បាទ3ខាងក្រោមកណ្ដាល4គឺមានកីឡាករ Victor Christensen មាន Boubakary Soumari និងWilfred Ndidi បាទស្លាប់ឆ្វេងគឺ James Justin គាំទ្រពីរូគឺមានកីឡាករ Bilal El Khanous ចាប់ដៃគូជាមួយនឹង Passon Daka ប្រយុទ្ធទល់គឺ Jamie Vardy បាទErling Haaland ទេសម្រាប់ជំនួបនេះបាទ Haaland របួសតាំងពីប្រកួតមុន Jeremy Doku ស្រួលចូលអូ Savinho មិនឲ្យចេញក្រៅ Savinho កាត់ចូលតាមស្ដាំ Jack Grealish ចូលអូស្ដេចប្រមឹកដាក់មួយគ្រាប់ឲ្យ Manchester City នាំមុខបណ្ដាសាន់ទៅលើកញ្ជ្រោងខៀវ Leicester City 1-0ត្រឹមតែរយៈពេល2នាទីអ្នកអាស៊ីគឺ Savinho បាទហើយខ្ញុំអានេះបាទយក Haaland ដាក់នៅក្នុង Fantasy ឥឡូវមិនបាល់ហើយ Haaland របួសបាត់ហើយបាទឃើញថារបួសរៀងល្មមដែរមើលទៅថាក្រែងលោថាដាក់ឲ្យលេងក្រែងលោ Pep Guardiola គាត់ប្រេងឥឡូវមិនប្រេងទេណាប្រេងមែនបាទដាក់ Ramos ចូលហើយនេះគឺជាណែល្អមែនតើនិយាយពីអាស៊ីនឹងគឺល្អណាស់ Savinho នេះអាស៊ីលយបាទប៉ុន្តែបើសុទ្ធមិនសូវកើតការប្រហែលនេះបាទ Savinho ខ្ញុំមិនចេះថាបងប្អូនទេណាបាទក្លុកអាស៊ីបញ្ជូនបាល់អែមណាប៉ុន្តែបើសុទ្ធទៅហើយបាទសុទ្ធទៅហើយ1-0ពីស្ដេចប្រមឹកហើយបាទកូប៉ាអ៊ីតាលីគឺមានAC Milan ជាមួយនឹង Inter អាយ៉ាមកជើងស្ដាំនេះធ្វើប្រហែលមិនបានទេកោងស្អាតមាននឹងចំគោលដៅសុទ្ធស្អាតគ្រាន់បើបាទ Bilal El Khanous ជាអ្នកសុទ្ធមាញ់បឆោតបាទបែបបន្លំលើកផងបន្លំសុទ្ធផងអែមរបស់គាត់បាទនេះកោងស្អាតណាស់ Edison Moraes លុបបាទទម្លាក់មកប៉ះ Nico Arelli បញ្ជូនមកខាងក្រោយបាទផ្ទះស្ដាំខ្លីៗអាយ៉ា Robin Dias លើកចូលហើយតែពីក្បាលអាយ៉ាតបល់យកតាមស្ដាំអូខេចូល Ramos ដាក់មួយគ្រាប់ទៀតឲ្យសពើមាន Manchester City 20ជាងថា30នាទីចុះ29ហើយបាទទស្សនាបាល់នេះគឺការបញ្ជូនមកខាងក្រោយពី Nico Arelli កាត់មកស្ដាំហើយក៏លើកចូលពី Nico Gonzalez បាល់នេះមិនអបសារទេណែបាល់នេះគឺចាប់មិនជាប់បាទហើយមកជើងស្ដាំនេះប៊ីផុតរបាទីទៀតRamos សុទ្ធល្អគ្រាន់បើទស្សនាណែការពិតដោយសារខ្សែការពារដែរទេបាទគាត់ទៅរំខានពីមុខទៅអ្នកចាំទីរៀងបាទបឆោតទៅវិញណែបាទដល់ពេលអញ្ចឹងទៅគឺបាំងគាត់ចាប់មិនជាប់ធ្វើឲ្យមានឱកាសថែមពី Ramos បាទ2-0បាទគ្រាប់បាល់2-0អូខេបងប្អូនណា2-0 Manchester City អាយ៉ា Nico Arelli បញ្ជូនមកប៉ះលេងជាមួយនឹង Jeremy Doku មួយជើងស្ដាំលើកចូលកັບមួយសិនអាយ៉ាទម្លាក់មកខាងក្រោមសុទ្ធឆ្វេង Savinho អត់ចេះសុទ្ធមែនអត់ចេះសុទ្ធអាលីងឆាញ់តែហ្មង Savinho អើយឯក្នុងPSY ខ្ញុំសុទ្ធចង់អាលឿងគូនហើយតែមើលនៅខាងក្រៅសុទ្ធបញ្ចូលមើល Nico Savinho អើយគេបញ្ជូនឲ្យស្អាតពេកចឹងមើល Ramos អាស៊ីឲ្យទៀតមិនដឹងជាស្អីសុទ្ធមិនចូលទៅមកមិនចំគោលដៅបណ្ដោយហ្នឹងហើយបើចំគោលដៅបើមិនអូ Savinho មកគ្រាប់ទៀតមក Savinho កាត់ចូលអូកាម៉ាម៉ូអត់ចូលទេឡងចេញមកវិញបងប្អូនហើយបាទខ្សែការពារឃ្លីចេញ United បាទជាមួយនឹងIpswich Town ណាបងប្អូនយល់ណាបាទកាតលឿង8កាតកំហ1បាទគាត់ជាអ្នកកាត់សេចក្តីដែរតារាបាទបេះដូងមកហើយស្រួលមកល្អហើយទៅណា Ramos បញ្ជូនខ្លីៗឲ្យ Ramos វិញល្អណាស់កាត់ចូលមកថែមស្ដាំ Savinho ដូចខ្ញុំថាមិនចេះខុសបាទបើចំគោលដៅក៏អ្នកចាំទីផ្ទះបានដែរមិនសំណាងក្នុងការសុទ្ធនឹងត្មង Savinho នេះមើលចំគោលដៅហើយនៅអ្នកចាំទីផ្ទះបានទៀត
mình sư miên hong xuôi chỉ môi naga sụt yo Sabinho bên chun Mamos ơi đùa Sabinho mình trôi tê Mamos lượt vào mà chơi chơi vlog nhóc ban mà bên mày cái đau luôn đấy cái nhóm cái đau luôn không có này ba đặt sai men té này nhiều cái sao United đôi chợ ăn crop nhiều cái sao đi mỗi Brentford chặt tăng đi mỗi là ăn men crop Sabinho cắt trôi mà check tụm lẹ mà sang về Jeremy được cú cắt trôi thắng Snam bạn đi mình trôi tê Mamos toát tranh cào thì đây mà lo na chụp vạ mà prao được cú cắt đi em na kim sờ lạnh vạ bọc Jeremy được cú đúng không về Snam đi auto hai bóng bốn hai bà Sabinho anh đừng được cú đi này tụm lẹ mà vẫn mới cắt mà flip sát ra bóng bốn như này bà pen ở trong cô đau thôi pen ở trong pi đó Mamos ai nhà cái đóสำหรับจับลงกระจายไปจับการประกวดลัตพอลสำหรับบ้านคือบ้าอัพออซาโตแมนเชสเตอร์ซิตี้ยกชนะตะลือเลสเตอร์ซิตี้ลัตพอลปีตัวโซนจังปีประกวดจังกรายนี่คือโยบานปีกรอบคลินซิปบ้า